เกาะหรือกระเตลกระหอมជារបបបែបប្រពៃណីនិងជាកេរដំណែលវប្បធម៌ដែលមានប្រវត្តិយូរអង្វែងណាស់មកហើយដោយសន្ទុះនៃការគាំទ្រជាហូរហែបច្ចុប្បន្នរបបមួយនេះនៅតែពេញនិយមសម្រាប់ប្រជាជនក្នុងស្រុកភូមិមួយចំនួននៃប្រទេសកម្ពុជានិងត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់កក់និងក្រចៅជាវត្ថុធាតុដើមសំខាន់បំផុតក្នុងការត្បាញកន្ទេលកក់ឬកន្ទេលក្រហមបើតាមអ្នកស្រីអនស្រីមុំអ្នកប្រកបរបរត្បាញកន្ទេលកក់នៅភូមិព្រៃជ្រៅឃុំរកាកង់2ស្រុកមុខកំពូលខេត្តកណ្ដាលបានរៀបរាប់ពីដំណាក់កាលនៃការដាំក្រចៅថាចាសាប់ព្រោះហើយបាន3ខែយើងដកវាចាដកវារួចបានយើងបកចេញពីដើមចុះហើយយើងបកមកយើងមកកោតអញ្ចឹងវិញយើងកោតអញ្ចឹងបានយកទៅវិញជាខ្សែនោះខ្សែហើយបានយើងត្បាញចេញជាកទេវិញដែលកំពុងកោតក្រចៅអ្នកស្រីអនស្រីមុំបញ្ជាក់ថាទម្រាំតែបានធៀបផ្សំខ្សែក្រចៅនេះមកគឺមិនងាយស្រួលនោះទេប៉ុន្តែអ្នកស្រីនៅតែជ្រើសរើសការធ្វើដោយខ្លួនឯងព្រោះការទិញពីគេធ្វើឲ្យទទួលបានចំណូលតិចនិងមានភាពលំបាកក្នុងការរកទិញវាទិញគេយើងចំណេញតិចចាទិញគេចំណេញតិចហើយជួនវាពិបាកមកជួនទៅគេលក់បើកចៅសបោយើងស្រួលទិញបើកចៅចុងដៃយើងពិបាកទិញវិញបើយើងមានខ្លួនឯងអានឹងអត់អីវិញយើងទិញតកក់មកយើងយកមកត្បាញខ្លះគេអត់ចង់ធ្វើទេនេះដោយសារតែអ្នកធ្លាប់ធ្វើអញ្ចឹងទៅនៅផ្ទះធ្វើអីទៅណាក៏ទៅមិនកើតអញ្ចឹងវាធ្វើហើយបើក្មេងខ្លះអត់ធ្វើទេគេទៅធ្វើការផ្សេងទៅវាស្រួលខ្លួនចាបើការងារនេះបានតែចាស់ទេចាស់ទៅណាមិនរួចអញ្ចឹងគេធ្វើហើយក្រឡេកមើលលោកប៉ុនពីនដែលតែងជ្រលក់កឲ្យប្រពន្ធនិងកូនស្រីលោកត្បាញជាកន្ទេលបានប្រាប់ថាជាធម្មតាការជ្រលក់កត្រូវប្រើរយៈពេលប្រមាណ25ទៅ30នាទីក្នុងមួយខ្ទះហើយតម្រូវឲ្យអ្នកជ្រលក់ប្រើកក់ចុះឡើងដើម្បីឲ្យដើមកក់ចូលពណ៌បានសព្វល្អនេះនឹងជួនកាលទោះតែទឹកពុះយើងជ្រលក់មុនទឹកពុះចេញជួនកាលទោះទឹកពុះខ្លាំងមើលទៅយើងអាចថាដិតហើយយើងអាចប្រែវាមកសាមកយើងអាចត្រឡប់វាមកសាមកវាអាចលើសជា25នាទីទៅកន្លះម៉ោងនោះមកផ្ទះនោះមិនមែនឆាប់ទេវាអាចនឹងស្លកមើលទៅឃើញស្លកយើងដែលពេលយើងត្បាញហើយវាឃើញស្លកមកតង់ទៅអញ្ចឹងវាត្រូវការស្មើអញ្ចឹងទៅយើងងាស់យូរទៅវាស្មើហើយអាចរកប្រាក់ចំណូលបានចន្លោះពី1លានរៀលទៅ2លានរៀលក្នុងមួយខែអ្នកស្រីសាវ៉ាតដែលចាប់យករបរនេះជាង40ឆ្នាំបានពេញចិត្តព្រោះជារបរតគេពីម្ដាយមកហើយអាចដោះស្រាយជីវភាពបានបន្ថែមពីលើការធ្វើស្រែចម្ការអ្នកស្រីសាវ៉ាតប្រាប់ថាឥឡូវអ្នកស្រីមិនដឹកកន្ទេលដើរលក់ដូចមុនទៀតនោះទេព្រោះមានអ្នកលើកទៅលក់បន្តតាមអនឡាញដែលធ្វើឲ្យការលក់កន្ទេលរបស់អ្នកស្រីងាយស្រួលជាងមុននិងលក់បានច្រើនជាងមុនវាអាចដោះស្រាយបានដែរនឹងក៏ធូរធារដែរមកយើងធ្វើស្រូវហើយយើងអាចធ្វើបានដោះស្រាយជីវភាពបានពីមុននេះដែរនឹងអត់សូវដាច់មែននោះគេក្រាលតែភុំគេទិញតពូកគេអត់សូវក្រាលទិញកំងកាទេលយ៉ាងទេប៉ុន្តែឥឡូវយើងដាច់វាស្រួលវាអត់សូវដើរលក់មុនដើរលក់ខ្លួនឯងអញ្ចឹងណាឥឡូវមានអ្នកគេកំងផ្ទះអញ្ចឹងណាគេឡាយលក់អីចឹងទៅអត់ដែលទៅលក់ទេទេបងលក់នេះនិយាយទៅគឺទេកក់ខ្មែរកញ្ចៅខ្មែរយើងល្អហ្នឹងណាហើយទេកក់ខ្មែរកញ្ចៅខ្មែរយើងល្អដាំក្នុងភូមិនឹងផ្ទាល់កក់ក៏ដាំនៅនឹងកញ្ចៅអីក៏ដាំនៅនឹងដែរកទេមួយដូចថា1.8 ម៉ែត្រមួយហ្នឹងតើចាំ 3-4 ថ្ងៃព្រោះកទេយើងធ្វើស្អាតខះ 3-4 ថ្ងៃអញ្ចឹងទៅអញ្ចឹងភ្ញៀវកំងបើយើងធ្វើលឿនអាហ្នឹងយើងបានច្រើនដែរប៉ុន្តែទេខ្លះគឺយើងវាធ្វើអត់ទាន់ដែរហើយណាមួយឥឡូវនេះក៏អត់សូវមានអ្នកត្បាញទេអ្នកត្បាញនិយាយទៅនៅតែរបៀបដូចថាបងចាស់ហើយគាត់នឹងប្រើកូនគាត់ប្រើកូនគាត់ឲ្យជួយត្បាញអញ្ចឹងណាប្រើកូនគាត់ឲ្យជួយត្បាញខ្លះទៅអញ្ចឹងបានថាកទេយើងបើបងណាត្រូវការកំងអីតើតែចាំនិយាយទៅតើចាំណានិយាយទៅកទេនេះសវោអ្នកប្រើចាស់យើងពីមុនទូទាំងប្រទេសសឹងថាប្រើហ្នឹងណាប៉ុន្តែដល់ក្រោយមកទៀត
quạ sự bàn thờ để đôi tham miền cái tê là ít xanh xanh anh chẳng từ hay mùi tiết thao lụa tam online chẳng tức quạt khơi cái tê nè quạt thả nó ngày cái tê nó đại quạt lọp thờ vì môn là quạt trong tình là lấy khơi nhìn chẳng quạt cầm mòn chẳng dừng lụa đại hay mùi tiết cái tê mà chất môn ban chung đó bong lụa nhiều quạt khơi dừng chờ nó nhiều khác tinh mùi vậy khơi kẹt sát cầm mòn bay thay bầu bong lúc tinh mũi cầm mòn phèn thay vậy đó cầm mòn to này tê là hồ chẳng hạn anh chẳng dừng sù lụa ăn vặt lụa tê ការពីមុនសម័យដើមហ្នឹងគឺមិនទាន់មានវត្ថុស្ទាន់សម័យដូចថាព្រំឬក៏កម្រាលក្រាមមកពីបរទេសហ្នឹងគឺគេខ្មែរយើងគឺប្រើកទេកក់នេះព្រោះថាទី1ចាស់ពីដើមហ្នឹងគាត់ខំប្រឹងនឹកឃើញវិធីកែច្នៃរបស់ដែលប្រើប្រាស់សពថ្ងៃមានជាកទេកក់ជាដើមហ្នឹងគាត់ច្នៃឡើងគាត់ប្រឌិតឡើងគាត់រចនាបថដោយសិល្បៈខ្មែរយើងទៀតញោមមើលកលាហូលកទេគឺថាដូចកលាហូលប្រមងដែលយើងពាក់អញ្ចឹងកម្រមានសិល្បៈណាដែលថានឹកឃើញធ្វើណាកលាខុសគ្នាទាំងអស់ ណាអញ្ចឹងទេនេះជាការច្នៃប្រឌិតមួយណាមួយទៀតជាប្រពៃណីវប្បធម៌របស់ខ្មែរយើងបញ្ជាក់ថានេះជារបស់ខ្មែរយើងហើយតាមវត្តអារាមគ្រប់វត្តទាំងអស់ខ្ញុំតើទៅមើលគឺថាមិនមានវត្តណាមួយដែលថាគ្មានកទេកក់គឺត្រូវតែមានហើយក្នុងកម្មវិធីកិច្ចឡើងផ្ទះកិច្ចឡើងគេអឋានតាមបែបប្រពៃណីខ្មែរយើងគឺមានការហែយកកំណប់ចូលផ្ទះហ្នឹងណាគេឃើញមានកាន់កទេកាន់ខ្នើយគឺគេអត់ចោលកទេកក់ខ្នើយចក្រានណានឹងកនឹងអីជាដើមទៅតែកទេកក់គឺក៏មានក្នុងកម្មវិធីហ្នឹងដែរ អញ្ចឹងនេះវាមាននៅក្នុងក្បួនវប្បធម៌ខ្មែរប្រពៃណីខ្មែរយូរលង់ណាស់មកហើយកទេកក់ហ្នឹង កទេកក់ច្រើនព្រោះអីទី1យើងបានហ្នឹងសម្រាប់លោកគង់មានកម្មវិធីអីចឹងលោកគង់ទី2ទៅយើងសម្រានណាហើយយើងទី3ទៅយើងប្រើញាតិញោមមកចឹងណាកូនមានមកចប់វាថាកទេនេះមានប្រយោជន៍ទាំងអស់ហើយរបស់ខ្មែរយើងដោយសុទ្ធ ព្រោះវាតិចកទេហ្នឹងកូនមានផលប្រយោជន៍តិចដែរយើងសម្រានយើងទទួលភ្ញៀវយើងមានកម្មវិធីអីកទេនឹងតិច